បាទសរសេរបងប្អូនអរគ្នាចឹងនេះយើងមកធ្វើវីដេអូមួយគឺតាក់ទងជាមួយនឹងបាទanimation ថ្មីតាក់ទងជាមួយនឹងសមាជិកក្រុមចឹងបងប្អូនប្រហែលជាបានមើលវីដេអូ trail ហើយចឹងកុំឲ្យខាតពេកយើងចូលធ្វើទាំងអស់គ្នាបាទអញ្ចឹងខ្ញុំបង្កើត slide ថ្មីមួយមកខ្ញុំលុប text box នេះចោលបាទអញ្ចឹងខ្ញុំយក insert ខ្ញុំយក shape ហើយខ្ញុំយក text box ណាអញ្ចឹងខ្ញុំយកប្រភេទនេះបាទមកគូមកអូខេអញ្ចឹងខ្ញុំដាក់ background មួយសិនអញ្ចឹងដើម្បីដាក់ background បងប្អូនអាចប្រើ background ខាងក្រៅក៏បានជារូបភាពក៏បានឬក៏យើងអាចប្រើនៅក្នុងនឹងហ្មងក៏បានដែរអញ្ចឹងមកស្ដាប់ដោយ thumbnail របស់វានេះហើយយក format background បាទខ្ញុំយក gradient បាទខ្ញុំយកពីពណ៌អញ្ចឹងណាហើយខ្ញុំយកនេះខ្ញុំយកពណ៌រាងក្រាស់បន្តិចអូខេខ្ញុំយកប៉ុណ្្នឹងចោលនេះខ្ញុំលុបវាចោលចុះទឹកទៅ2នេះបានហើយបាទប៉ុណ្ណឹងអញ្ចឹងខ្ញុំដូរពណ៌នេះបាទខ្ញុំយក shape format ហើយយកកន្លែង shape style នេះក៏បានដែរគេមានពណ៌ស្រាប់ៗអញ្ចឹងណាដើម្បីលឿនយើងអាចប្រើនឹងក៏បានដែរហើយខ្ញុំយកនេះចុះហើយខ្ញុំដោះ outline នេះចេញបាទនៅ outline អញ្ចឹងខ្ញុំយកប៉ុណ្ណឹងបន្ទាប់មកខ្ញុំប្រើ shape មួយទៀត rectangle នេះគឺដើម្បីយើងមានឆ្នូតនេះមួយជា style ទេបើយើងដាក់ក៏បានមិនដាក់ក៏បានដែរខ្ញុំយកនៅ outline ដែរបាទអញ្ចឹងដើម្បីធំនេះដើម្បីយើងមើលមិនដឹងថាវាស្មើគ្នាអត់អញ្ចឹងបាទប៉ុណ្ណេះអូខេតប៉ុណ្ណឹងអញ្ចឹងខ្ញុំអាចយកពណ៌ដិតជានឹងឬក៏ពណ៌អីផ្សេងក៏បានតែបងប្អូនស្រឡាញ់ទេអូខេខ្ញុំយកពណ៌នេះចុះបាទហើយខ្ញុំដាក់ shadow វាបន្តិចណែដើម្បីឲ្យវាមើលទៅហើយស្អាតអញ្ចឹងខ្ញុំយក preset ខ្ញុំយកមកខាងស្ដាំបាទឬក៏យើងអាចបន្ថយទំហំវាបន្តិចក៏បានដែរកុំឲ្យវាឃើញច្រើនពេកបាទប៉ុណ្ណេះទៅបានហើយអូខេសោះ X មួយទៀតខ្ញុំយកអានេះរៀង blur តិចចុះបាទឡើយខ្ញុំយកប៉ុណ្ណឹងទៅមកអសអញ្ចឹងអសខ្ញុំ copy មកហ្មងទៅកុំឲ្យយូរបាទយ៉ាអញ្ចឹងយើងមកឬក៏វាធំពេកយើងអាចបរួមតិចទៅបាទនេះទៅបានមកស៊ី space ច្រើនពេកណាអូខេប៉ុណ្ណឹងអញ្ចឹងអសខ្ញុំដូរពណ៌បន្តិចមកយកពណ៌នឹងទៀតខ្ញុំយកពណ៌នេះដែរបាទយ៉ាបន្តមកទៀតយើងត្រូវការគូshape អញ្ចឹងខ្ញុំយក round rectangle insert បាទ shape ហើយខ្ញុំយក round rectangle អញ្ចឹងខ្ញុំគូមកអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណេះឬក៏ធំពេកអាចប៉ុណ្ណេះបានហើយបាទអញ្ចឹងដើម្បីកុំឲ្យវាមូលពេកបងប្អូនអាចមើលចំណុចពណ៌លឿងយើងទាញមកដើម្បីបរួមអញ្ចឹងណាបាទអញ្ចឹងបើខ្ញុំមាន4 1 2 3 4កាឡាណាហើយខ្ញុំយកនៅ outline ដូចគ្នាអញ្ចឹងពណ៌យើងទុកនៅសិនក៏បានដែរអញ្ចឹងថាបើយើងមានគ្នា4នាក់អញ្ចឹងតែមានទូច3ទៀតអញ្ចឹងយើង copy នេះក៏បានដែរចុច control ហើយយើងទាញវាចេញមកយើងអាចសម័យប៉ុណ្ណា3ដែលអាចស្មើគ្នាអញ្ចឹងណាខ្ញុំយកទំហំ2កន្លងចុះបាទអញ្ចឹង copy មកឬក៏យើងអាចទាញបន្តិចឲ្យវាមូលយើងនឹងតិចបាទប៉ុណ្ណេះ control យើងទាញមក1 2 3ចឹងទៅប៉ុន្តែវាគៀកពេកអញ្ចឹងយកពីនេះមកវិញយើងអាចសេរីតាមហ្នឹងមកបាទឬក៏នេះយើងអាចយកធំយើងបន្តិចក៏បានខ្ញុំយកប៉ុណ្ណេះមកទៅចឹងពេលយើងទាញមកចន្លោះវាប៉ុណ្្នឹងគ្នាយើងឃើញមានសញ្ញាព្រួយខាងក្រោមវាត្រេមកគឺវាស្មើគ្នាហ្នឹងអញ្ចឹងមានតែចន្លោះនេះគឺវាស្មើគ្នាឥឡូវខ្ញុំយកប៉ុណ្ណឹងបន្ទាប់មកបងប្អូនត្រូវ insert រូបរបស់យើងនឹងចូលនៅក្នុង shape ទាំងអស់ហ្នឹងអញ្ចឹងយើងចុចលើ shape របស់យើងហើយខ្ញុំយក shape format ហើយខ្ញុំយក shape fill ហើយខ្ញុំយក picture យើងទៅរក picture របស់យើងមកនៅក្នុង online ឬក៏នៅក្នុង computer របស់យើងអញ្ចឹងនៅ computer គឺយើងយកប្រើខាងលើគេនេះបាទអញ្ចឹងខ្ញុំនៅ desktop អញ្ចឹងខ្ញុំយករូបនេះបាទយើងយកនេះមកបាទអញ្ចឹងយើងទៅរកទីតាំងរូបរបស់យើងមកណាបាទដោយសារខ្ញុំធ្លាប់ប្រើអញ្ចឹងវាចាំ
ចឹងខ្ញុំយករូបនេះមុនគេចឹង insert ក៏បានឬ double click ជាយើង double click ក៏បានយក insert ក៏បានដែរចឹងវាចូលមកដូចគ្នាអញ្ចឹងបាទចឹងដល់ពេលយើង insert មករូបរបស់យើងវាអាចរៀងទាលចឹងដើម្បីកុំឲ្យទាលបងប្អូនអាចមើលកន្លែង format picture ហើយមើលកន្លែងក្របណាជាសញ្ញាពួកយើងយកពាក្យថា fill ចឹងដើម្បីកុំឲ្យពិបាកចូលអានឹងច្រើនដងដើម្បីយើងមក fix ទៅលើរូបរបស់យើងនេះចឹងបងប្អូនអាចមកស្ដាំលើនឹងមកហើយ add tool មួយនឹងទៅលើ quick access toolbar ដោយសាររបស់ខ្ញុំ add ហើយអញ្ចឹងវាអត់ឲ្យយើង add ម្ដងទៀតនេះវាមាននេះណាចឹងយើងប្រើនេះមកវាលឿនបាទឥឡូវខ្ញុំបិទនេះចោលសិនចឹងយើងចុចលើនឹងមកវានឹងឲ្យយើង fix ទៅលើរូបរបស់យើងឃើញទេចឹងយើងអាចទាញរូបឲ្យធំជាងមុនបន្តិចទៅបាទឬក៏ប៉ុណ្ណេះណាអូខេបន្តមកយើងធ្វើដដែលទៅលើរូបទាំងអស់នេះមកអញ្ចឹងកុំឲ្យវីដេអូនឹងវិញខ្ញុំនឹងកាត់កន្លែងនឹងចោលតិចហើយអញ្ចឹងយើងចូលមួយមកឈើបាទរូបទី2យើង fix វាមកណាយើងចង់បានប៉ុណ្ណាយើងអាចទាញរូបយើងប៉ុណ្ណឹងទៅបាទមួយទៀតដូចគ្នាពេចវាមកអូខេ3អូខេអញ្ចឹងពេលយើង insert រូបឲ្យអស់ស្អីអក្សរចូលអញ្ចឹងអក្សររបស់យើងកុំឲ្យខាតពេកយើង copy ពីនេះទៅមកទៅបាទខ្ញុំ copy ហើយមាន background ទៀតត្រូវអត់យើងយក background មួយទៀតមកអញ្ចឹងយើងយកមកផាសនៅក្នុងរបស់យើងមកបាទនេះអញ្ចឹងយើងទាញវាឲ្យស្មើគ្នាទៅបាទអញ្ចឹងដើម្បីធ្វើ background នេះខ្ញុំគួរនឹងមួយចោះអក្សរខ្ញុំទុកដដែលណាគឺយើងចូល insert ដដែលយក shape ខ្ញុំយក rectangle ខ្ញុំគូទៅតាមទំហំដែលយើងចង់បានហ្នឹងហើយខ្ញុំយក no outline ពណ៌យើងរើសទៅខ្ញុំយក gradient បាទអញ្ចឹងខាងក្រោយនេះខ្ញុំយកអត់ពណ៌ណាចឹងយើងអាចសេរីតាមនឹងបានអ្នកឃើញអូខេបាទនឹងវាតកតងជាមួយនឹងពណ៌របស់យើងអាចសេរីតាមនឹងក៏បានទៀតហើយយកវិញទៅក្រោយទៅមកស្ដាំយក send to back បើ send to back វានឹងទៅខាងក្រោយផុតអញ្ចឹងបងប្អូនអាចយក send backward មកវាទៅម្ដងតែមួយឯងគឺក្រោយអក្សរឬក៏យើងអាចដូរពណ៌អក្សរខុសពីនឹងក៏បានដែរតោះខ្ញុំយកប៉ុណ្្នឹងចុះប៉ុណ្ណេះតូចតិចអូខេអញ្ចឹងយើង duplicate slide ហ្នឹងបាទអញ្ចឹងខ្ញុំចុច Ctrl D ឬក៏ mouse ស្ដាំយក duplicate slide បាទអញ្ចឹងយើងចាប់ផ្ដើមដូរទីតាំងរូបរបស់យើងមកអញ្ចឹងយើងធ្វើតែគ្រប់4 slide មកគឺបានហើយឥឡូវខ្ញុំចាប់ផ្ដើមដូររូបហ្មងមិនកុំឲ្យយើងខូចទង់ទ្រារបស់យើងអញ្ចឹងខ្ញុំ select នេះមកខ្ញុំទីមកខាងនេះបាទហើយខ្ញុំយកអានេះទៅខាងនេះវិញអញ្ចឹងវាខុសទៅរូបប៉ុន្តែទំហំគឺអត់ខុសគ្នាទេអញ្ចឹងយើងទីអានេះមកដាក់ខាងនេះដែរមកចាំយើងដូររូបតាមក្រោយទៅអញ្ចឹងរូបនេះមកប្រើនេះម្ដងទៅអត់អញ្ចឹងយើងក៏ទៅដូររូបមក shape format គេចឹងយើងបាន2ហើយបាទអញ្ចឹងបងប្អូនធ្វើដដែលឲ្យគ្រប់4ហ្នឹងមកអញ្ចឹងយើង Ctrl D ឬក៏ mouse ស្ដាំយក duplicate មួយទៀតមកបាទអញ្ចឹងយើងរំកិលអានេះមកខាងនេះម្ដងបាទនេះយើងរំកិលទៅខាងនេះទៅបាទធ្វើមកវាស្មើគ្នាប៉ុណ្ណាបាទអញ្ចឹងបន្ទាប់ពីយើងឲ្យអស់
ដូរឲ្យអស់យើងអាច apply animation វាបានអញ្ចឹងរូបនេះយើងអាចពេលដែលវា load ឲ្យយើង apply animation ក៏បានដែរយើងអាចប្រើ animation នេះទៅខ្ញុំប្រើ animation នេះខ្ញុំប្រើ apply in បាទអញ្ចឹងខ្ញុំអត់ចង់ឲ្យវាចេញពីក្រោមមកទេអញ្ចឹងបងប្អូនមើលឡើង effect option នេះខ្ញុំយកពីបាទឆ្វេងមកយ៉ាហើយនេះខ្ញុំឲ្យវា fade in នៅនឹងឬក៏យក fade ហ្មងក៏បានបាទហើយចាំឲ្យ load អក្សរមកអញ្ចឹងអក្សរនេះគឺខ្ញុំប្រើapply in ដែរបាទតែឲ្យចេញពីខាងលើមកខ្ញុំយក from top ហើយខ្ញុំដូរ action នេះទៅជា after previous បាទហើយនេះខ្ញុំយក after previous ដូចគ្នានេះខ្ញុំយកwith previous អូខេបន្តមកទៀតយើង select ទាំងអស់ហ្នឹង slide លើ thumbnail វានេះហើយយើងយក transition បងប្អូនអាច apply លើ mob transition មកបាទយើងចុចនេះទៅវានឹងរំកិលតាមហ្នឹងហើយឃើញអញ្ចឹងវាបញ្ហានៅពេលដែលយើង play មកគឺរូបរបស់យើងណាវានៅនឹងស្រាប់អញ្ចឹងបងប្អូនអាចដោយសារពេលខ្លះមានយើងចេញមករូប member អញ្ចឹងឯងវាច្បាស់ជាមាន slide អីថ្មីហ្នឹងត្រូវអត់អាចជា slide cover ឬក៏អីយ៉ាងទៅអញ្ចឹងយើងយករូបទាំងអស់ហ្នឹងយើងយកទៅដាក់នៅក្នុង slide មួយទៀតណាបាទឧទាហរណ៍ថាខ្ញុំយក slide នេះមកធ្វើជាបាទជា slide បាទខាងលើចុះអញ្ចឹងខ្ញុំ copy មកដាក់សិនមកបាទនេះយើងត្រូវមាន slide នេះត្រូវហ៎អញ្ចឹងយើងត្រូវយករូបរបស់យើងទៅដាក់នៅក្នុង slide ខាងលើវានៅដើម្បីវាមាន animation ដែរអញ្ចឹងណាអញ្ចឹងខ្ញុំលុបអានេះចោលវិញសិនបាទអញ្ចឹងយើងត្រូវ copy រូបទាំងអស់ហ្នឹងដាក់នៅលើ slide ខាងលើវាហើយយើងអាចឲ្យវាចេញមិនក៏បានយើងអាចមើលទីតាំងខាងឲ្យវា load ចេះក៏បាន load ពីក្រោមទៅក៏បានស្រាប់យើងទេឥឡូវមកឲ្យវា load ខាងក្រោមពីក្រោមទៅចុះបាទអញ្ចឹងវាតទៅណាគ្នាអីអញ្ចឹងយើងអាចឲ្យវាចេញមកម្ដងមួយឬក៏ខ្ញុំដាក់ពីខាងស្ដាំបាទអញ្ចឹងដំបូង slide នេះបន្ទាប់មកបានអូខេចំណែកឆ្ងាយទីឲ្យវា load ស្មើគ្នាអញ្ចឹងណាបាទបន្តមកនេះបាទបន្តមកនេះអញ្ចឹងទៅអញ្ចឹងគឺវាពេល display វា load មកឲ្យយើងហើយអក្សរដូចគ្នាដែរអញ្ចឹងយើងអត់ចង់ឲ្យវានៅកន្លែងហ្នឹងទេខ្ញុំចង់ឲ្យនៅខាងនេះបាទហើយនេះគឺខ្ញុំនៅខាងនេះចុះអូខេឥឡូវយើងសាក display មកបាទនេះបាទអញ្ចឹងពេលយើងបន្តចូល slide មួយទៀតគឺវានឹង load មកជា animation បែបនេះហើយយើងអាច play បន្តបានហើយនេះបើយើងមិនចង់បាន animation ទេឲ្យវានៅនឹងហ្នឹងយើងដោះ animation ហ្នឹងដោយសារខ្ញុំចុច animation ពីមុនមកណាអញ្ចឹងវានឹង load មកតាមហ្នឹងហើយអូខេតោះឥឡូវយើងហាត់អស់ហើយអញ្ចឹងដោយសារពេលយើង slide show មកយើងអត់ចង់ឲ្យរូបទាំងអស់ច្បាស់ទាំងអស់ទេអញ្ចឹងច្បាស់តែរូបណាដែលយើងបង្ហាញណាឥឡូវ3រូបនេះគឺយើងចង់ឲ្យវាស្អាតជាងហ្នឹងឬក៏អញ្ចឹងអាចដូរបានអញ្ចឹងយើង select វាមកបាយមើលកន្លែង picture format យើងមើលកន្លែង transparency ឬក៏ color បើយើងចង់ឲ្យព្រាងយើងអាចប្រើ transparency ចាំបើយើងចង់ដូរពណ៌អីផ្សេងយើងអាចប្រើទៅលើ color អញ្ចឹងចង់បានពណ៌រៀងចាស់ចាស់ឲ្យវាដូចជាមួយនឹងពណ៌ដែលយើងត្រូវ focus ហើយក្រោមក៏ដូចគ្នាដែរយើងមានដូចនេះចំណែកយើងមានថាវាតែបានក៏បាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាបងប្អូនអាចយកទៅប្រើឬក៏អាចធ្វើតាមនឹងបានអញ្ចឹងបើមានចម្ងល់អីផ្សេងៗអាច comment ខាងក្រោមវីដេអូនេះបានបាទសូមអរគុណ